Bạn ngày nay dương châu là Big Four តកតងមួយ interface ហើយនឹង Java Collection Framework ហើយអ្វីដែលយើងត្រូវរៀនថ្ងៃហ្នឹងគឺយល់អំពីការបង្កើត interface នៅក្នុង Java ភាពខុសគ្នារវាង abstract class និង interface ហើយយើងនឹងធ្វើការ implement multiple interface in a single class មានន័យថាប្រើប្រាស់ interface ច្រើននៅក្នុង class មួយហើយយើងនឹងស្វែងយល់អំពី Java Collection Framework Hierarchy គឺរចនាសម្ព័ន្ធនៃ Java Collection Framework ហើយរបៀបប្រើប្រាស់ array list linked list asset hash map ហើយនឹងជ្រើសរើស collection tab ដែលត្រឹមត្រូវសម្រាប់ការប្រើប្រាស់នៅ scenario ផ្សេងខុសៗគ្នាហើយ iterate through collection ដោយប្រើប្រាស់ method ផ្សេងគ្នា iterate មានន័យយើង loop build enhancement student management system ដោយប្រើប្រាស់ collection framework អញ្ចឹងមានន័យថា student management system យើងពីមុនមកយើងនឹង enhance យើងនឹងធ្វើវា apply collection ទៅក្នុងប្រព័ន្ធនឹងបន្តទៀតយើងបន្ត update វាជាបន្តបន្ទាប់តាមរយៈមេរៀនរបស់យើងនឹងដោយអនុវត្តផ្ទាល់ quick review ទេអានេះណាខ្ញុំឃើញហើយគ្នាយើងដែលបាន submit assignment របស់ខ្ញុំមានតិចញាក់ដែរតទៅមួយ University Management System ប៉ុន្តែពេលច្រើនគ្នាយើងដូចធ្វើតាមគ្នាមិញឃើញមានខុសគ្នាម្នាក់ពីរនាក់ទេហើយធ្វើនឹងធ្វើអត់ត្រូវគោលដៅធ្វើ assignment វាត្រូវប៉ុន្តែអត់ត្រូវគោលដៅមិនខ្ញុំឲ្យ enhance តពី hand on project គឺ University Management System តែយើងអត់ធ្វើតពីហ្នឹងទេយើងទៅបង្កើតថ្មីខ្លួនឯងចឹងទៅហើយអត់មានប្រើ people ខ្លះអត់មានប្រើអីទៀតជាក់ស្ដែងត្រូវប្រើ enhancement តពីប្រព័ន្ធមួយនេះអញ្ចឹងខ្ញុំនឹងទម្លាក់កិច្ចការហ្នឹងអ្វីដែលខ្ញុំបានធ្វើហើយឲ្យអ្នកទាំងអស់គ្នាទៅមើលខ្លួនឯងទៅអាហ្នឹងខ្ញុំបានកែហើយខ្ញុំក៏បានបោះទម្លាក់កូដសម្រាប់កិច្ចការហ្នឹងឲ្យអ្នកទាំងអស់គ្នាយកទៅអនុវត្តបន្តបន្ថែមទៀតថាយើងមើលទៅថាអាហ្នឹងគេធ្វើមិនអីអញ្ចឹងណាតិចហើយជាស្អែកចំណុចទម្លាក់ឲ្យហើយ what's different between method overriding ហើយនិង overloading អានេះយើងរៀនសប្តាហ៍មុនហើយហ្នឹងខុសគ្នាមិនដឹងអត់ overloading overriding មានន័យថា override method ចេញពី parent class overloading method ឈ្មោះដូចគ្នាប៉ុន្តែ parameter ខុសគ្នាអញ្ចឹងមក can you initiate abstract class យើងអាច initiate abstract class បានអត់ហើយបើអាច why ហើយបើមិនអាចទេ why not អាហ្នឹងសំណួរហ្នឹងចាំត្រៀមយកឆ្លើយខ្លួនឯងទៅខ្ញុំអត់នេះទេព្រោះអាចនឹងមានសំណួរអស់ហ្នឹងនៅក្នុងពេលប្រឡងអញ្ចឹងណា What keyword do we use for inheritance យើងប្រើ keyword គេក្នុង inheritance ហ្នឹងយើងទាំងអស់គ្នាដឹងហើយកន្លងមកយើងប្រើ keyword គេដើម្បី inherit ពីសប្តាហ៍មុននោះយើងប្រើ extend keyword ហើយយើងនឹងមានតកតមួយ inheritance is a relationship ហ្នឹងអានេះខ្ញុំអត់ review ទេហើយ full mark visa មិនដែរយើងរៀនហើយខ្ញុំបានបោះវីដេអូក្នុង YouTube ឲ្យគ្នាយើងមើលទៀតថែមទៀតព្រមតែគ្នាយើងបានយល់ច្រើនអញ្ចឹងយើងទៅមានរៀនថ្មីសម្រាប់នេះសប្តាហ៍ហ្នឹងតែម្ដងគឺ interface ស្អីទៅ interface ហ្នឹងអីគេ definition មានប៉ុណ្ណេះជាគោល a contract ឬក៏ blueprint that define what a class should do but not how វាគឺជា blueprint ជាពុម្ពគំរូដែលបង្កើតឡើងសម្រាប់
អ្វីដែល class should do ប៉ុន្តែមិនមែនអ្វីដែល class ហ្នឹងធ្វើរបៀបមិនទេមានន័យថាវាអត់មានbehavior function អីទេគឺវាជាពុំគំរូសម្រាប់ឲ្យយើង implement code នៅក្នុងតែម្ដងហើយ100% abstract interface ហ្នឹងគឺជា abstract before Java 8 បើឥឡូវយើងដល់ Java 25 20អី cannot have instant variable interface ហ្នឹងអាចមាន instant variable ទេ only constant cannot be initiated มันអាច initiated បានទេ used to archive multiple inheritance and loose coupling real world analogy ជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគិតថា interface ជាស្អីយើងគិតរបៀបចេះ think of a drivable interface យើងគិតអំពី interface តែនៃការបើកបរមួយ interface of drivable interface មានដើម្បីបើកបរបានត្រូវមាន function machine start machine stop accelerate ដាក់ gear ដាក់អីហ្នឹងហើយនឹងជាន់ប្រាំងអានេះជាពុំគំរូរបស់វាដើម្បីបើកបរស្ថានភាពបើកបរប្រចាំថ្ងៃ start machine stop machine ជាន់ gear ចាប់ប្រាំងអញ្ចឹង class that implement drivable អញ្ចឹង car motorcycle truck bus អញ្ចឹង interface គឺសម្រាប់ store ទូនាទីអស់នេះ start stop accelerate brake ដល់ពេលយើងប្រើ class ដើម្បីយក interface មក implement អញ្ចឹង class that implement interface variable គឺអាចមានឡានមានម៉ូតូមាន truck ឬក៏រថយន្ត bus ឡានក្រុងអញ្ចឹងមកព្រោះវាត្រូវការ function ទាំងអស់ដូចគ្នាអញ្ចឹងអានេះយើងហៅថា interface អញ្ចឹងមកហើយអ្វីដែលចាំហៅទៅប្រើចាំ implement អានឹងគេហៅ class អញ្ចឹងមកអញ្ចឹង all must implement this method but each does it differently អញ្ចឹងទាំងអស់ហ្នឹងត្រូវតែ implement ត្រូវតែមានអា function អស់ហ្នឹងឯងប៉ុន្តែគ្រាន់តែវាអាចមានភាពខុសគ្នាផ្សេងគ្នាអញ្ចឹងមកក្នុង function នីមួយហ្នឹងទៅតាមប្រភេទឡានឬក៏ប្រភេទគ្រឿងយន្តអីចឹងមកអញ្ចឹង creating and implement interface ជាឧទាហរណ៍ទី1 basic interface definition យើងបង្កើត interface យើងដាក់ public interface printable អញ្ចឹងមកនេះហើយយើងមាន abstract method មួយជា public abstract by default print អញ្ចឹងមក word print ហើយ constant public static final by default string default format PDF អញ្ចឹងអានេះខិនតែធម្មតាទេហើយដល់ពេលយើងមាន interface printable នឹងមួយយើងបង្កើត printable តាក់ទងនឹងការ print ឯកសារមាន method print ហើយនឹងconstant យើងដាក់ថាជា PDF អញ្ចឹងមកដល់ពេលយើងបង្កើត class document មួយ implemented interface អញ្ចឹង implement interface printable នេះអញ្ចឹង class ប្រើពាក្យ implement interface អញ្ចឹងភាពខុសគ្នា public interface printable នេះ public class document ដើម្បីឲ្យ class ហៅ interface ទៅប្រើដើម្បី implement function របស់ interface ហ្នឹងត្រូវតែ implement interface ហ្នឹងអញ្ចឹង document implement printable អញ្ចឹងយើងបង្កើត private string យើងបង្កើតattribute title content ចំណងជើងហើយនឹងអត្ថបទអញ្ចឹងមកតមកទៀតយើងមាន constructor document ហ្នឹងមាន parameter title document ហើយយើងបោះឲ្យវាទៅតមកទៀតយើងមាន override print method override នេះគឺវា override ចេញពីអានេះ method ហ្នឹងនៅក្នុង interface នេះអញ្ចឹងវាទៅ override method ហ្នឹង print ហើយបន្ទាប់មក override អា method ហ្នឹងមកបន្ទាប់មក implement អ្វីផ្សេងៗនៅក្នុងហ្នឹងមកអញ្ចឹងខ្លះអាច override method បន្ទាប់មកយកមក implement ផ្សេងគ្នាអញ្ចឹងមក
ចឹង implement នេះយើងមានន័យថាយើង how ឬក៏ឲ្យវាធ្វើអីខ្លះទៅលើ method ហ្នឹងចឹងមកនេះយើង print ចឹងមកយើង print ចាប់ចំណងជើងចាប់ content ហើយនឹង format ជា PDF default format ចឹងយើងមើលខ្ញុំអនុវត្តផ្ទាល់ជាមួយនឹង IDE ឲ្យគ្នាយើងមើលខ្ញុំបើក IntelliJ photo យើងមានខ្លះ photo មួយទៀត photo implement printable ដូចគ្នា implement interface មួយហ្នឹងដូចគ្នាអញ្ចឹង photo ដល់ពេល photo យើងមានattribute ផ្សេងទៀតមានដូចជា file name តឹងបដោយវាប្រហែលអញ្ចឹងណាជាប្រភេទ integer ជាលេខតមក photo មាន constructor វាមានអញ្ញត្តិប៉ុណ្ណឹងទៅតមក override print method ពី interface មកដើម្បី implement អញ្ចឹងវា implement ផ្សេងមួយទៀតអញ្ចឹងមកមាន dimension មានអីអញ្ចឹងមកអូខេអញ្ចឹងដើម្បីមិញយើងឃើញខ្លះអស់ហ្នឹងវាអត់មាន main method ទេអញ្ចឹងយើងបង្កើត main method ដាច់មួយទៀតគឺខ្លះ main មួយទៀតមកហើយខ្លះ main វាមាន main method មួយ public static void main ដើម្បី run អញ្ចឹងដើម្បី run យើងត្រូវមាន main method មួយ run ទៅអញ្ចឹងពេល run យើង polymorphism ជាមួយនឹង interface គឺយើងហៅinterface ជា reference យើងមានobject doc មួយស្មើ new document នេះជាអីជា class ខាងលើនេះឧទាហរណ៍ class document មិញនេះអញ្ចឹងនៅក្នុង main យើងចង់ run អា document ហ្នឹងយើងបោះអញ្ញត្តិទៅតាម constructor របស់វាទៅមាន title ហើយនឹងមាន content មកហើយដល់ពេល photo យើងបោះអញ្ញត្តិបោះឲ្យវាដែរមានប្រភេទស្អីគេបេញ photo file name with height អញ្ចឹងដល់ពេលក្នុង class main យើងបោះ file name វា sunset.jpg អញ្ចឹងមកបដាក់width ទៅតឹង1920និង18អញ្ចឹងមកបន្តមកទៀតយើងមាន array of printable item អញ្ចឹងយើង printable array មួយ item មាន doc មាន photo អញ្ចឹងមកនេះយើងយក object ទាំងពីរនេះយើងមកដាក់ក្នុងហ្នឹងមកបន្តមកទៀតយើង loop printable item នេះ loop item នេះហើយបន្តមកទៀត item.print ហើយនឹង system.out.println print នេះ print ហ្នឹងគឺ method print នៅក្នុងរបស់វាមួយហ្នឹងគឺមាន method print ហើយស្រាប់ហើយអញ្ចឹងយើងទៅ IntelliJ បែរអនុវត្តជាក់ស្ដែង Big 4ខ្ញុំបង្កើត interface នេះចូលនៅក្នុងអានេះយើងបង្កើត page មួយដាក់ថា introduction to interface ក្នុង src ខ្ញុំលុប main ខ្លះនេះចោលទៅទុកហ្នឹងទៅ src new page ខ្ញុំបង្កើត page មួយដើម្បីរៀបចំ file ឲ្យវាមានលំដាប់លំដោយតាក់ទង page នេះយើង introduction to interface តមកទៀតក្នុងហ្នឹងខ្ញុំបង្កើត interface printable មួយកន្លែងនេះយើង select interface នេះកន្លែងនេះដាក់ឈ្មោះមកអញ្ចឹងយើងបាន public interface printable អូខេអញ្ចឹងខ្ញុំយកកូដកន្លែងហ្នឹងយកមក pass បញ្ចូលអញ្ចឹងយើងឃើញនេះ abstract method អានេះ constant នៅក្នុង interface ហ្នឹងមាន2នឹងមាន method print មួយនិង constant default format មួយ
យើងឲ្យវាតម្លៃវាស្មើ PDF ចឹងមកអូខេអញ្ចឹងយើងបង្កើត class document មួយនៅក្នុង page ហ្នឹងដដែល right click use class ខ្ញុំយក class នេះ document ខ្ញុំយក code ហ្នឹងមកអញ្ចឹង implement interface អញ្ចឹង implement interface printable នេះអញ្ចឹងខ្ញុំបង្កើតparameter ពីរនេះ title និង content attribute យើងហៅថា attribute តមកទៀតខ្ញុំមាន constructor document ហ្នឹងខ្ញុំបោះអាញាតពីរហ្នឹងបញ្ចូលដើម្បីខ្ញុំបង្កើត constructor ដើម្បីហៅយកទៅប្រើនៅពេលក្រោយហើយក្នុងហ្នឹងខ្ញុំ override នេះយើងឃើញមាន annotation override មួយមានន័យថាយើង override print method នេះចេញពីណាចេញពី printable interface នេះអញ្ចឹងពេល override យើងអានេះយើងចង់ធ្វើមិនចង់ print អីចង់កណនីអីចង់សរសេរអីក្នុងហ្នឹងមកក្នុង method ហ្នឹងមកហ្នឹងគេហៅថា implement method មួយហ្នឹងអញ្ចឹងខ្ញុំ print title print content ហើយនឹង default format អូខេអញ្ចឹង class document មួយបន្តមកទៀតខ្ញុំទៅបង្កើត main class សិនមកនេះបង្កើត main class នេះ main class មិនយើងមានហើយមិនអញ្ចឹងហ៎យើងមានក្នុងក្រៅអញ្ចឹងខ្ញុំបោះ code ប៉ុណ្ណេះទៅបោះ code ប៉ុណ្ណឹងទៅអញ្ចឹងអូខេ sorry main class អូខេចាំទីពី main អញ្ចឹងខ្ញុំត្រូវការ import នេះ printable ខ្ញុំត្រូវការ import ដោយសារអីដោយសារអា printable វានៅក្នុង package ផ្សេងហើយ main វានៅខាងក្រៅ package ហ្នឹងអញ្ចឹងយើងត្រូវការ import មកពេលយើង import printable នៃ package introduction to interface ព្រោះ Java វាមាន interface default របស់វាមួយនេះ java.awt.print នេះសម្រាប់ Java 21អញ្ចឹងយើងមើលសិនពេលយើង import ហ្នឹងយើងត្រូវមើលថា printable នៅក្នុង package មួយណានេះអ្វីដែលយើងចង់ import ចុចមកអញ្ចឹងវាមានចេញ import ចេញ import package ហើយ dot interface ហ្នឹងទៅអញ្ចឹងយើង import document មួយទៀត document ក៏វាមានច្រើនដែរនេះមាន java x.swing.text ឈ្មោះវាមាន document class ដែរdocument interface នេះមាន document សម្រាប់ស្អីណា library របស់ Java 21អញ្ចឹងអ្វីដែលយើងត្រូវ import គឺ document of introduction to interface គឺនៅក្នុង package introduction to interface មួយនេះរបស់យើង import មួយទៀតមកហើយនឹង class photo ដោយសារ photo យើងអត់ទាន់បង្កើតអញ្ចឹងយើង comment កន្លែងហ្នឹងសិនមកបិទសិនអញ្ចឹងឥឡូវខ្ញុំដាក់ប៉ុណ្ណេះសិនចាំមើលខ្ញុំ run class ហ្នឹងឥឡូវយើងមានតាprint document មួយទេដល់អូខេដល់ពេលខ្ញុំ run នេះ run main អត់ main ហេអញ្ចឹងវា print មកនេះ title ហើយនឹង content មានស្អីចឹងមកហើយ format ជា PDF អីចឹងមកអញ្ចឹងអ្វីដែលវា print មកបង្ហាញហ្នឹងគឺនៅក្នុងobject របស់ document ដល់យើងប្រើប្រាស់ printable ជា reference អញ្ចឹង object doc ជារបស់ document មាន interface printable
ជា reference អញ្ចឹង document អ្វីក្នុង document print ហ្នឹងគឺវាមានប៉ុណ្ណេះអញ្ចឹងវា print ប៉ុណ្ណឹងមកហេឃើញទេបងប្អូនអាហ្នឹងគឺរបៀប implement interface យើងមាន interface មួយមាន method print យើងមាន class document មួយយើង implement interface មួយហ្នឹងយកមកប្រើបន្តមកយើងបង្កើត constructor របស់ class មួយហ្នឹងមកហើយយើង override method ដែលនៅក្នុង interface មួយហ្នឹងយកមកធ្វើការ implement បន្តអាហ្នឹងជា introduction របៀបប្រើប្រាស់ interface របៀប implement interface តាមរយៈ class អូខេឥឡូវយើង photo នេះដូចគ្នាដែរមិញអញ្ចឹងខ្ញុំបង្កើត class photo មួយទៀតមកនេះនៅក្នុង page តែមួយខ្ញុំយកកូដប៉ុណ្ណឹងមកអញ្ចឹង photo ក៏ធ្វើការ implement interface ដូចគ្នាជាមួយនឹង document នេះដែរនេះប៉ុន្តែក្នុង photo វាមានរបស់វាផ្សេងវាមានattribute របស់វាមាន file name មានបដ ாய் តឹងអីចឹងមកផ្សេងមួយទៀតមកបន្ទាប់មកវាមាន constructor photo មួយមកមាន file name with have អីចឹងមកសម្រាប់ហៅដើម្បីហៅប្រើនៅពេលដែលយើងធ្វើការ run class មួយហ្នឹងតោះមកជិះយើង override method print ពី interface ដូចគ្នាដើម្បីយកមកធ្វើការ implement ហើយ implement ផ្សេងមួយទៀតមកមាន print ជា with ជា have file name អីចឹងមកតែ method print ដូចគ្នាទេហើយដល់ពេល document មាន title មាន content អីចឹងមកតែ method print ដូចគ្នាចេញពី printable interface នេះទេអញ្ចឹងដល់ពេលយើងមាន photo មួយយើងបើកអានេះមកយើងបង្កើត object photo ហ្នឹងយើង import photo ហ្នឹងមកបន្តមកទៀតក្នុងនេះយើងមាន array អញ្ចឹងមកយើងដាក់ photo ដើម្បី loop វាតាមរយៈloop object ទាំងពីរហ្នឹង document និង photo ដើម្បីវាធ្វើការ print មកទាំងអស់មានប៉ុន្មាន print មកទាំងអស់អញ្ចឹងណាយើង store វានៅក្នុង array មួយហើយ array ហ្នឹងនេះជា interface នេះ array នេះ interface ហ្នឹងអញ្ចឹងដល់ពេលវានេះវា print ទាំង document print ទាំង photo មកអានេះអ្វីដែល implement សម្រាប់ photo អានេះអ្វីដែល implement សម្រាប់ document អាហ្នឹងរបៀបដែលយើងធ្វើការ implement interface តាមរយៈ class មានអីឆ្ងល់អញ្ចឹងចំណុចសំខាន់ interface method are public abstract by default អញ្ចឹង interface method public abstract by default interface variable are public static final by default អញ្ចឹងវា public static final by default ដែរ use implement keyword to implement an interface អញ្ចឹងកន្លែងនេះយើង use implement keyword ដើម្បី implement interface ហ្នឹងនេះប្រើប្រាស់ implement keyword ដើម្បី implement interface must implement all method from interface ត្រូវតែ implement ទាំងអស់ interface មានប៉ុន្មាន implement method ប៉ុណ្ណឹងនៅក្នុង class មួយហ្នឹងអញ្
ចឹងប្រហែល interface មាន method ច្រើនជាងនោះទៀតពេលខ្លះimplement interface ហ្នឹងត្រូវតែ implement ត្រូវតែ override interface មកនៅក្នុងខ្លះហ្នឹងទាំងអស់បើមិនចឹងវា error ចឹងចំណុចទីផ្នែកទី2 multiple inheritance with interface អូខេហើយស្អីទៅ multiple inheritance ជាមួយនឹង with interface ហ្នឹងអញ្ចឹងយើងមើលទាំងអស់គ្នា why multiple inheritance ហេតុអីត្រូវប្រើ multiple inheritance អញ្ចឹង the diamond problem in Java doesn't allow class C extend A B not allow អត់អាច extend class លើសពីមួយបានទេអត់អាច class C ហ្នឹង extend class A ផង class B ផងទេប៉ុន្តែ class C ហ្នឹងអាចធ្វើការ implement interface AB បានអញ្ចឹងអាចធ្វើការ implement interface ច្រើនប៉ុន្តែអត់អាចធ្វើការ extend class ច្រើនទេអាហ្នឹងគេហៅថា multiple inheritance with interface អញ្ចឹង implement multiple interface example យើងមាន interface playable មួយ flyable មួយ interface ដែលអាចហោះហើរបានយើងមាន method fly មាន method land ហើយ second interface ទី2យើងមាន swimmable មួយដែលអាចហែលទឹកបានមាន swim មាន dive មាន wood មាន hell អញ្ចឹងមកអានេះ method មាន method ពីរអញ្ចឹងមកយើងមាន interface ទី3គឺ walkable ដែលអាចដើរបានមាន method walk run អីចឹងរត់អីចឹងទៅបន្តមកទៀតយើងមានclass dark មួយអញ្ចឹងខ្ញុំបញ្យល់នៅក្នុង IDE ហ្មងខ្ញុំនឹងធ្វើការបង្កើត package មួយទៀតឈ្មោះថា multiple inheritance ជាមួយ interface នេះយើងមានចម្ងល់សួរអត់មានខ្ញុំទៅទៀតសម្រាប់ click លើ source root source ហ្នឹងខ្ញុំបង្កើត package មួយ package យើងដាក់ដក clear អញ្ចឹងអត់កើតទេប៉ុន្តែយើងប្រើ underscore មកតមកទៀតខ្ញុំបង្កើត interface ទាំង3ហ្នឹងនៅក្នុង package មួយហ្នឹងyes fly variable តមកទៀតខ្ញុំមាន interface swimmable មួយទៀតនៅក្នុង package ដដែលហើយនឹង interface ទី3គឺ walkable អូខេ interface ទាំង3ហ្នឹង flyable មាន method fly land swimmable មាន method swim dive ហើយនឹងinterface walkable មាន method walk run មាន2 method ដូចគ្នាបន្តមកទៀតខ្ញុំមាន class dark មួយ class dark មួយខ្ញុំបង្កើត class dark class tier មួយអញ្ចឹងក្នុង class ហ្នឹងឃើញខ្ញុំimplement interface ទាំង3ហ្នឹងខ្ញុំធ្វើការ implement ទាំង3ហ្នឹងដោយប្រើប្រាស់ comma អញ្ចឹងបើយើងមានច្រើនទៀតយើងប្រើ comma បន្តទៀតមកដូចគ្នាអញ្ចឹងមកអញ្ចឹងមានន័យថា dark ហ្នឹងមានត្រូវតែធ្វើការ implement method នៃ interface ទាំង3ហ្នឹង class dark ហ្នឹងអញ្ចឹង class dark វាមាន attribute ខ្លួនវាមួយ name string name អញ្ចឹងមកហើយនឹង constructor dark string name អញ្ចឹងមកអញ្ចឹង
khơi nhé vì override method từng ó hả fly land này method boss interface fly giờ bộ lệ ấy này swim dive interface boss swimmable nắng override method pi tiết walk run chỉ method boss interface walkable khơi nhé viết thở tại override từng ó tụi bây dương override hay dương mìnhធ្វើការ implement ក៏ដោយក៏ត្រូវតែ override ដែរអញ្ចឹងនេះយើងគ្រាន់តែ print ធម្មតាអញ្ចឹងមកអូខេតមកយើងមាន class fish មួយទៀតជាទីហោផ្សេងមួយទៀតអញ្ចឹងណា class fish អញ្ចឹង class fish វាធ្វើការ implement តែ swimmable មួយឯងអញ្ចឹងដោយសារត្រីអាចហែលបានអញ្ចឹងធ្វើការ implement តែ swimmable ទៅដោយអញ្ចឹងយើងមាន class fish មួយទៀតអញ្ចឹងត្រីវាអត់ចេះដើរឬក៏អត់ចេះហាលដែរអញ្ចឹងវាចេះតែហែលអញ្ចឹងយើង implement interface swimmable ទៅហើយពេលយើង implement យើងត្រូវតែ override method ទាំងពីររបស់ interface swimmable ហ្នឹងហើយយើងមាន attribute species យ៉ាងមកប្រភេទពូជអំបូរវាជាអីយ៉ាងមកត្រីអញ្ចឹងទីហោនេះតែទេដើម្បីទីហោឲ្យគ្នាយើងបានឃើញរបៀបប្រើប្រាស់យើងអាច implement មួយ interface ក៏បានច្រើន interface ក៏បានអញ្ចឹងណាអានេះបាក់សីអញ្ចឹងបាក់សីអាចដើរនិងអាចហើរអញ្ចឹងមកអញ្ចឹងយើងអាច implement ពីរ interface អញ្ចឹងមក bird class bird អញ្ចឹង implement ពីរប៉ុន្តែវាមាន attribute របស់វា tab ប្រភេទជាបាក់សីអីគេហើយ constructor bird មួយតមកអានេះជាសិតតែជា override method របស់ interface អញ្ចឹង method fly យើង is soaring through the air អញ្ចឹងមក landing អីចឹងមកនេះទៅតាមអ្វីដែលយើងចង់ implement ទៅលើ method ហ្នឹងតមកយើងបង្កើត class main មួយដើម្បី run interface និង class ទាំងអស់របស់យើងនេះនៅក្នុង package ហ្នឹងអញ្ចឹងយើងបង្កើត class main មួយទៀតមកអញ្ចឹងខ្ញុំនឹងទៅបង្កើត main class មួយ main class នេះខ្ញុំយកទៅដាក់នៅនេះទៅខ្ញុំមិនដាក់ក្រៅទេអូខេអញ្ចឹងខ្ញុំបង្កើត class main មួយនៅក្នុង package នេះទៀតដើម្បី run អញ្ចឹងដើម្បី run class ទាំងអស់ហ្នឹងយើងមិនត្រូវធ្វើការបង្កើត object នៃ class ហ្នឹងអញ្ចឹង object នៃ class duck ស្មើ new duck ឈ្មោះវាអី Donald អីចឹងមកហើយយើងបង្កើត object fish ដើម្បី run class fish ចឹងមកហើយយើងបង្កើត object bird ដើម្បី run class bird អីចឹងមកតោះមកយើង run មកអ្វីដែលបានធ្វើការ implement នៅក្នុង class មួយហ្នឹងគឺវានឹងចេញមកទាំងអស់ហើយចឹងណាពង run ហ្នឹងអានេះអ្វីដែលយើងបានធ្វើការ implement នៅក្នុង class duck class fish ហើយនិង class bird ឃើញវាចេញមកអញ្ចឹងមកអាហ្នឹងស្អីទៅដែលអាហ្នឹងយើងហៅថា multiple inheritance with interface multiple inheritance ដោយប្រើប្រាស់ interface ហ្នឹងអញ្ចឹងមានចម្ងល់អត់មានចម្ងល់ខ្ញុំទៅ part 3 part ទី3ចំណុចទី3 abstract class ហើយនឹង interface មានភាពខុសគ្នាមិន
ចឹងខ្ញុំបានបង្កើត comparison table មួយ abstract class ហើយនឹង interface ចឹងខុសគ្នាមិនទេ abstract class can have constructor interface cannot have constructor abstract can have instant variable interface only constant static final កន្លែងណា constant នេះ interface យើងinterface អានេះអត់មាន constant ទេអានេះអត់មានទេប៉ុន្តែ interface របស់យើងមុននេះ printable យើងមាន constant មួយនេះអាហ្នឹងជា automatic public final ហ្នឹងonly abstract method interface មានតែ abstract method ទេ single inheritance abstract single inheritance ប៉ុន្តែ interface multiple inheritance implement ដែលយើងធ្វើការ implement ទៅប្រើនៅក្នុង class can have any access modifier method are public by default អញ្ចឹង method នៅក្នុង interface ទាំងអស់ហ្នឹងគឺវាត្រូវតែ public ទាំងអស់ត្រូវតែ public ទាំងអស់ method ទាំងអស់ហ្នឹងគឺ public by default អញ្ចឹងយើងមិនបាច់ស្អីណា public private អីទៀតទេគឺវា public by default ហ្នឹង use is a relationship នេះ use can do capability អាចសមត្ថភាពអាចធ្វើបាន example animal vehicle is a នេះ example file example ដែលយើងខាងលើមិញហ្នឹងភាពខុសគ្នា Java 8 ឡើងទៅចាប់ពី Java 8 ឡើង allow default and static method in interface អញ្ចឹងមុន Java 8 អត់មានទេចាប់ពី Java 8 រហូតដល់ Java 25មកគឺ allow default អញ្ចឹង when to use which ពេលណាដែលប្រើមួយណាពេលណាយើងត្រូវប្រើ abstract class ហើយនៅពេលណាយើងត្រូវប្រើ interface អញ្ចឹងយើងប្រើ abstract class share command code អាច share code បានមានន័យថាយើងអត់សរសេរ code ដែរ you want to provide default implementation you need instant variable you need constructor related class in hierarchy has is a relationship អាហ្នឹងយើងប្រើ abstract class ពេលដែលយើងត្រូវប្រើ interface គឺ unrelated class need same behavior មានន័យថា class ដែលអត់មានតំណែងតំណងគ្នាប៉ុន្តែវាត្រូវការ function ដែលមានមុខងារស្រដៀងគ្នាអញ្ចឹងមកដូចសត្វបាក់សីមិញក៏វាចេះដើរហើយអីទៀតមិញអញ្ចឹងវាត្រូវការduck វាចេះហើរហើយក៏វាចេះហែលហើយនឹងត្រីវាចេះហែលអញ្ចឹងមកប៉ុន្តែវាចេះដើរអញ្ចឹងកន្លែងហ្នឹងមានន័យថាclass ពីរហ្នឹងមាន class duck និង class ត្រីវាអត់តាក់ទងគ្នាប៉ុន្តែវាត្រូវការ method ដែលមានមុខងារដូចគ្នាអញ្ចឹងមកពោះអាហ្នឹងដូចទីហើយនឹងត្រីមិញអញ្ចឹង you want multiple inheritance អញ្ចឹងពេលយើងចង់ប្រើ multiple inheritance ក៏យើងត្រូវប្រើ interface ដែរ defining a contract capability can do អញ្ចឹងត្រូវប្រើ interface ដែរ want to achieve loss coupling អូខេនេះ combine use ប្រើរួមគ្នា abstract class for command animal properties ចា៎នេះ abstract class ខ្ញុំបង្កើត package មួយដើម្បី demo ឧទាហរណ៍ឲ្យគ្នាយើងមើលបង្កើត package មួយទៀត
ខ្ញុំមាន abstract class animal មួយ abstract class animal មួយចឹង abstract class animal ខ្ញុំមាន attribute name age ហើយខ្ញុំមាន constructor animal ហ្នឹងហើយនឹងខ្ញុំមាន congruent method មាន method ឲ្យមាន parameter sleep ហើយនឹង abstract method មួយ make sound នេះហ្នឹងមកពេល abstract method យើងប្រើ keyword abstract ណាអញ្ចឹងខ្ញុំមាន abstract class animal មួយតមកទៀត interface for flying capability ខ្ញុំបង្កើត interface មួយដើម្បីអនុញ្ញាតឲ្យវាហើរអញ្ចឹងចង់ implement ហើរយើងបង្កើត interface implement សម្រាប់ implement វាគឺ animal ហ្នឹងអាចចេះហើរអញ្ចឹងយើងបង្កើតmethod fly មួយមកដើម្បី implement វាអញ្ចឹងយើងបង្កើត method playable មួយទៀតមកហើយ method ហ្នឹងយើងបង្កើតនៅក្នុង interface flyable អូខេមាន method fly មួយ default public តមកទៀត swim កើត method swimmable មួយទៀតអូខេមាន method swim interface ហ្នឹងអញ្ចឹងអាចអនុញ្ញាតឲ្យអាចហែលទឹកបង្កើត interface ហែលទឹកមកតមកទៀតយើងមាន class parrot មួយអញ្ចឹងយើងបង្កើត public class parrot មួយដែល extend animal ដោយសារ animal នេះជា class អញ្ចឹង parrot ហ្នឹងត្រូវទៅធ្វើការ extend ប៉ុន្តែ flyable ជា interface អញ្ចឹង parrot ហ្នឹងត្រូវទៅការ implement អញ្ចឹង interface implement class extend អញ្ចឹងកន្លែងហ្នឹងមានន័យថាម៉េចមានន័យថា parrot ហ្នឹងជា child class animal ជា parent class មាន constructor parrot មួយឈ្មោះ age ឈ្មោះអាយុហើយនឹង override method make sound ហើយនឹង fly method ហ្នឹងគឺមាននៅក្នុង flyable ហើយនឹងមួយទៀត make sound នេះ abstract method នៅក្នុង abstract class animal អញ្ចឹងអានេះ make sound override ចេញពី abstract class animal make sound ហើយនឹង fly override ចេញពី interface swimmable អញ្ចឹងកន្លែងហ្នឹងដូចអ្វីដែលយើងបាននិយាយខាងលើអញ្ចឹងនេះភាពខុសគ្នាហ្នឹង related to is a relationship ហ្នឹងហើយអញ្ចឹង parrot is a animal parrot ហ្នឹងក៏វាជាប្រភេទ animal ដែរអញ្ចឹងវាអាចធ្វើការ override method abstract method បានដូចគ្នាអាហ្នឹងយើងប្រើរួមគ្នានេះ combine use អញ្ចឹងយើងប្រើតង់ abstract class យើងប្រើតង់ interface អញ្ចឹងមក
okay ចឹង paging ក៏ដូចគ្នាដែរយើងបង្កើតខ្លះប្រៀបមួយមកហើយយើង extend animal និង implement swimmable paging សត្វ penguin ណា penguin ក៏អាចហើរហើយក៏វាជាប្រភេទសត្វដែរចឹង is a animal penguin ហ្នឹង is a animal I can do swimmable but cannot fly អញ្ចឹងយើងអត់ធ្វើការ implement interface fly ទេយើង implement តែ swim មកបានហើយអញ្ចឹងយើងបង្កើត class penguin មួយទៀតមកអញ្ចឹង extend animal implement swimmable constructor override method make sound ចេញពី abstract method របស់ abstract class animal នឹងធ្វើការ override swim method ចេញពី interface swimmable swim method នេះចឹងដល់ពេលយើងចង់ run យើងបង្កើត class main មួយទៀតមកធ្វើដូចឧទាហរណ៍មុនចឹងយើង run ទៅតែនេះខ្ញុំអត់ run ឲ្យគ្នាមើលទេតើទៀតមានអីឆ្ងល់អត់ទាន់មានគ្រូអត់ទាន់មានអញ្ចឹងយល់អត់ទេនេះយើងយល់ទេខ្ញុំខ្លាចតែអត់យល់អូខេអញ្ចឹងយើងបន្តទៀតចំណុចទី4តាក់ទងចូល collection ណា collection framework ហើយអានេះintroduction to Java collection framework មិញតាក់ទងមួយ interface មិញយើងហើយកណ្ដាគ្នាយើងយល់អញ្ចឹង collection ក៏វានៅតាក់ទងគ្នាដែរអញ្ចឹងស្អីទៅ collection framework what is collection framework ចំណាំផងប្រហែលជាអាចមានសំណួរនៅក្នុងការប្រឡងអញ្ចឹង explain set up class and interface for storing and manipulating group of objects ជាបណ្ដុំនៃ class និង interface collection ហ្នឹងណាជាបណ្ដុំនៃ class និង interface សម្រាប់ store ហើយនឹងរៀបចំជា group នៃ object ហើយ collection ហ្នឹង provide ready to use data structure ហើយ more powerful and flexible than array វាមានភាព flexible ជាងយើងប្រើប្រាស់ array ក៏យើង store តំណែងច្រើនដែរប៉ុន្តែ collection គឺល្អជាងហើយ powerful ជាងហើយ collection គឺជាផ្នែកនៃ Java util package ពេលយើង import មកយើង import ចេញពី package របស់ Java util អញ្ចឹងអានេះជា hierarchy របស់ collection interface វាមានក្នុង collection មាន list មាន set ហើយនឹង queue ហើយក្នុង list មានបែងចែកទៅជា array list link list ហើយ vector ហើយក្នុង set ហ្នឹងមាន hash set tree set link hash set អីចឹងមកហើយក្នុង queue មាន priority queue ហើយនឹង link list នេះ hierarchy រចនាសម្ព័ន្ធរបស់ collection ហ្នឹងហើយ map set map ជា interface map មាន hash map tree map ហើយនឹង link hash map អីចឹងមកអញ្ចឹងយើងចូល list ផ្នែកមួយនៃ collection list មាន array list link list អញ្ចឹងឥឡូវយើងចូល array list dynamic array ឧទាហរណ៍ array list basic នេះអញ្ចឹងខ្ញុំដើម្បី demo code ហ្នឹងខ្ញុំទៅបង្កើត Java collection framework package មួយនៅក្នុង code week4 របស់យើងកន្លែង space ខ្ញុំជំនួសដោយ underscore
ព្រោះនេះជា naming convention អូខេអញ្ចឹងខ្ញុំបង្កើត array list demo មួយនៅក្នុង package ហ្នឹងអូខេមិញខ្ញុំទៅបង្កើតកន្លែងខុសកើត class មួយនៅក្នុង package មួយហ្នឹងបិទអស់នេះចោលអញ្ចឹងនេះ array list demo អញ្ចឹងក្នុង array list ខ្ញុំមាន method main method មួយហើយដើម្បី run វាអញ្ចឹងក្នុង main method នេះខ្ញុំបង្កើត creating array list អញ្ចឹង array list យើងដាក់ array list ហើយប្រភេទវាជាអីជា string អញ្ចឹងមកអញ្ចឹង array fruit ស្មើ new array list អញ្ចឹងមកអញ្ចឹងអានេះជា syntax ដើម្បី create array list ប្រភេទវាជា string ស្មើ new array list ជា object របស់ array list អញ្ចឹង fruit នេះជា object array អញ្ចឹងដល់ពេលយើង adding element ចូល array list ហ្នឹងយើង fruit.add ជាប្រភេទ string អញ្ចឹងយើងដាក់ string មក apple banana orange mango អញ្ចឹងមកអាហ្នឹងរបៀប add ចូល array list តមកទៀតពេលយើង print fruit យើង print fruit អញ្ចឹងមកហើយ size វាមាន element ប៉ុន្មាន0 1 2 3អញ្ចឹងមកហើយបន្តមកទៀត accessing element ដល់ពេលយើងចង់ access element មួយណាឲ្យច្បាស់ដូចជា fruit apple យើង get element ទី0មានន័យថា apple ហើយ element ទី0មានអាមុនគេហើយនឹងlast fruit get fruit size ដក1អញ្ចឹង last fruit មួយណា mango អញ្ចឹងស៊ីសងយើង run មើលសិនតមកទៀត add specific function នេះនៅពេលដែលយើងចង់អានេះយើង accessing អានេះយើង add to specific function នៅពេលដែលយើងចង់បន្ថែម element ទៀតយើងបន្ថែម grep មួយមកនៅក្នុង element ទី1 element ទី1នេះមួយនេះ banana នេះអញ្ចឹង after insertion បន្ទាប់ពីការបញ្ចូលយើង print fruit នឹងទៀតមកអញ្ចឹងមក checking if element exists នេះរបៀបយើង check ថាតើឈ្មោះផ្លែឈើហ្នឹងមាននៅក្នុង array list នឹងអត់អញ្ចឹងយើងយក array list fruit.content content ហ្នឹងជាអី content ហ្នឹងបើយើងចង់មើលនេះយើងចូលទៅមើលទៅ content នេះ return true if the list contain a specific element អញ្ចឹង content ហ្នឹងមានន័យថាទៅ filter រកមើលអា object មួយហ្នឹងតើវាមានអត់អញ្ចឹងណាអានេះបោះ predefine method បោះ array list អញ្ចឹងមានពាក្យ object ឈ្មោះ banana អត់បើមាន print មកបើអត់ក៏អត់មាន print ទៅចេះអានេះរបៀបមុននេះមិញយើង add អានេះក៏យើង add ដែរ add with specific function add ទៅ index ដែលយើងចង់ add បញ្ចូលនេះយើង remove fruit.remove orange អញ្ចឹងមក remove តាម object remove by value អានេះ remove by index remove index ទី0អញ្ចឹងមកហើយបន្តមកទៀតយើង iterating through array list មានន័យថាយើង loop ក្នុង array ហ្នឹងអញ្ចឹង all fruit យើង loop មក fruit
for string fruit នៃ array list fruit នេះអញ្ចឹងយើង loop មកមានប៉ុន្មានហើយបន្តមកទៀតយើងបែងចែកវាទៅដោយសញ្ញា dash នេះមួយមកហើយបើយើងចង់ clear element ទាំងអស់នេះយើង dot clear អញ្ចឹងមកនេះវាមាន method របស់វាស្រាប់ៗឯងហើយយើងចង់ដឹង element មានប៉ុន្មាន dot size អញ្ចឹងមកហើយបើយើងចង់ដឹងថា element empty អត់យើងដាក់ fruit dot is empty មកឥឡូវហ្នឹងបើសិនវា empty វា true ទៅបើសិនវា empty វា false ទៅកន្លែងហ្នឹង boolean អញ្ចឹងខ្ញុំ run ខ្លះហ្នឹងហេអញ្ចឹងកន្លែងនេះយើង print fruit ទី1យើងមាន print fruit អញ្ចឹង fruit វា print មកចេញជាអញ្ចេះ size វាមាន4អញ្ចឹងវារាប់មាន4រាប់1 2 3 4វារាប់ទៅលើដាច់ទេវារាប់ទៅលើធាតុមាន4ដល់ពេល first fruit កន្លែងនេះ fruit dot get index ទី0គឺ apple ហេ apple ហើយនឹងfruit last fruit យើងយកអា size វាដក1អញ្ចឹងយើងវាចេញ3 size ទី3ដោយសារ index វាយើងរាប់ពី0អញ្ចឹង0 1 2 3អញ្ចឹង size វា4ដក1សល់3អញ្ចឹង index ទី3ហ្នឹងគឺជា last fruit ហ្នឹងហើយនេះអញ្ចឹង mango បន្តមកទៀតកន្លែងនេះ insert crab នៅ position ទី1 position ទី1កន្លែងអីកន្លែង banana នេះអញ្ចឹងមិញយើង insert crab ចូលកន្លែង banana នេះឥឡូវវាចេញ crab នៅ position ទី1 banana ឡើងទៅ position ទី2ហើយអានេះ insert នេះតមកទៀតយើង remove all rank អញ្ចឹងហើយនឹងយើង remove យើងមិញ remove all rank មួយនេះហើយនឹង remove index 0ចំណេះយើង remove all rank និង remove apple អញ្ចឹងដល់ពេលយើង print មកវាលែងមាន apple ហើយក៏លែងមាន all rank ដែរនៅសល់តែ grape banana mango អញ្ចឹងនេះ after clear វាទៅអស់អញ្ចឹង size វា print size 0វាយើង clear អស់ហើយវា empty អត់នេះ true កន្លែងនេះខ្ញុំថា boolean មុនហ្នឹងអញ្ចឹងអាហ្នឹងគឺរបៀបយើងបង្កើត array list ហើយយើងបញ្ចូល index element value ទៅ array របៀបបូកដកនៅក្នុង array កន្លែងក្នុង array array list of object អញ្ចឹងយើងមាន class student មួយមានឈ្មោះហើយនឹង GPA ហើយនឹងមាន constructor ប៉ុណ្ណេះតមកទៀតខ្ញុំបង្កើត method toString មួយជា override method ទេ return GPA ហើយខ្ញុំមាន class student list demo អានេះជា running method យើងមាន method មួយដើម្បី run អញ្ចឹងយើងទៅបង្កើតអាកន្លែងនេះយើងចង់បង្កើត class ដាច់ដល់ឡែកពីគ្នាក៏បានដែរនេះយើងបង្កើត class នេះមួយហើយយើងបង្កើត class នេះមួយក៏បានដែរហើយយើងបង្កើតបញ្ចូលគ្នាអញ្ចឹងក៏បានដែរអូខេយើងបង្កើតបញ្ចូលគ្នាអញ្ចឹងក៏បានអញ្ចឹងអានេះខ្ញុំបង្កើត page ក្នុងនោះមួយទៀតខ្ញុំដាក់ថា
array list កើត class student មួយ say student ខុស អូខេ នេះ class student តទៅទៀតយើងមាន class student demo មួយលុប public ចោលទៅយើងបង្កើតរួមគ្នា student demo កើត object មួយមកអានេះយើង run ពេលយើង run អានេះអញ្ចឹងអានេះយើង demo គេយើង demo array list of object អញ្ចឹង array list of object យើងមាន array list នៃ student class នេះអញ្ចឹង student កន្លែងនេះជា class អញ្ចឹង array list នៃ class student អាហ្នឹងគេហៅថា array list នៃ object អញ្ចឹងដល់ពេល add អីដូចគ្នាអញ្ចឹងដូចអាមុនអញ្ចឹងយើង add new student class ហ្នឹងមកហើយមានឈ្មោះមានអីអញ្ចឹងមកអាហ្នឹងយើងហៅថា array list នៃ object new យើងប្រើ keyword new student ហ្នឹងមានន័យថាយើងបង្កើត object student ថ្មីអញ្ចឹងមានឈ្មោះមាន GPA អញ្ចឹងមកអញ្ចឹងយើងបញ្ចូលឈ្មោះ GPA អញ្ចឹងមកហើយដល់ពេលយើង print យើងដោយសារវាមានធាតុច្រើនយើង loop for loop student object ហ្នឹងមកហើយយើង find student with high GPA អញ្ចឹងមកយើងដាក់លក្ខខណ្ឌ if អីចឹងមក GPA ធំជាងប៉ុន្មានអីចឹងមកអានេះជាលក្ខខណ្ឌដែលយើងចង់រកអាហ្នឹងយើងហៅថា array list នៃ object មានន័យថាយើងមាន array list នៃ class student មួយហ្នឹងនៅពេលហ្នឹងវាជា object ហើយអូខេអញ្ចឹងខ្ញុំអត់ run ទេទៅទៀតអញ្ចឹង array list method array list method មានអីគេមាន add ដែលយើងប្រើមិញហ្នឹង add element add insert add a position យើង add នៅ index ទីប៉ុន្មានហើយយើង get index ទីប៉ុន្មានយើង set index ទីប៉ុន្មានអញ្ចឹងយើង refresh អញ្ចឹងណាយើង remove យើងរក size របស់ array ហ្នឹងហើយយើង check if exist content មិញសិតតែយើងប្រើហើយតើតើមួយ hash unique element អញ្ចឹង hash element អត់អាចជាន់គ្នាទេវាត្រូវតែ unique អញ្ចឹង hash demo អញ្ចឹងខ្ញុំបង្កើត hash package មួយ hash demo អញ្ចឹងខ្ញុំមាន hash string city មួយអញ្ចឹង adding element city.add string city អញ្ចឹងមកអញ្ចឹងឃើញ London មាន2ឯងដូចគ្នា duplicate ឯងអញ្ចឹង duplicate won't be add អញ្ចឹង hashអាណា duplicate គឺវាអត់ add បញ្ចូលទេអញ្ចឹងអានេះយើង print តើមាន London 2ដែរអត់យើង run មកអូខេអញ្ចឹង London ចេញមកតែមួយអញ្ចឹងវា automatic remove អាណា duplicate ចោលអញ្ចឹងកន្លែងនេះវានេះដែរ duplicate set element អូខេអញ្ចឹងវា remove won't be add អញ្ចឹង hash set ហ្នឹង removing duplicate from array list អីចឹងមក
chẳng anh ấy dương ọt phở hasset bên tay dương phở array list bên tay dương trong remove là duplicate á niệm dương miền bay hay pram duplicate đó nè miền bay miền pram tại vì dương trong remove duplicate using hasset màu dương hasset integer unique number small new hasset này number chị ấy chị object này array list nè chẳng mình thay dương phở hasset làm bay remove object remove na đại miền đại duplicate kia nó không array list number này chẳng bây giờ remove máu việc bạt là cho kia chẳng dương miền nào mà na cho nên miền bay miền pram to mà tiết dương phở hasset làm bay remove chẳng unique number dương print unique number nó màu cho mới vì miền bay miền pram cho kiaแต่ ở đây để dương print nó cứ dương print trên pi hasset này hay hasset đó nhưng mà các new object hasset muối chỉ object lấy number chỉ array list thôi nè và to bây giờ remove hết dương thợ ca đăng sai vì tao vì miền sai mà tầm hùng vì miền element miền màn to mà tiết dương convert back to array list if needed và giờ là dương trong convert về tao vĩnh array list clean list smart nắng unique number chắc mình đây thay dương do unique array list nắng convert tới array list bình chắc như do hasset mau convert tới array list bình lại nàyต่อมาที่ยัง clean list อันนี้ clean list มันนี่ครับchỉ array list ได้อัดมินthiênที่จอนนี่จังยังมีพรำใบเปิลผมบนพรำอันนี้ original ปัจจัยประตอมาติดไอ้ original ไซส์มีผมมวยประตอมาติด unique ยังเผอ hasset เอาใบดิมูวินสอบใบพรำผมเปิลบนไซส์วินสอบบน clean list อันนี้ยัง convert วิตัวเจียอะไรลิเป็นโอเคมีแต่ปัญหาอะไรจังโกน้องในการดิโมนี่คือยังจองเพื่อการรีมูนะดับเบิลเคสโดยประหัสเซตจังที่ feature บนหัสเซตคือ no duplicate element no currency order with order เดเคยอย่างไรนี่เหรอเคย unique วิมีใบพรำผมเปิลบนไอ้ดับเบิล clean list ใบพรำเปิลบนแต่หัสเซตมันประกอบท่า with order เดประกอบท่า order เดfirst look up at remove operation allow one null value okay hash map nòng nó bây giờ trong một cái hash map nhưng đã hash map string integer mà và page string hay integer h hash map chứ adding key value pair chứ nhưng một cái okay hash map package cái lại này okay hash map demo chứ hash map dương miền key value string integer này h nhưng hash map h muối nè hash map về cái thing hash map vì miền key đừng value này key này value key a list
មានអាយុ25 Bob មានអាយុ30 Charlie មានអាយុ28ចឹងមកអញ្ចឹង hasmap គឺមាន key value ដល់ពេលយើងចង់ print age ដាក់ age ចឹងមកខ្ញុំរានឲ្យមើលហ្មងអញ្ចឹងកន្លែងហ្នឹងយើងមាន hasmap age មួយហើយក្នុងហ្នឹងមាន key Alice Bob Charlie Dina ចឹងមកបន្តមកទៀតខ្ញុំ print age អញ្ចឹង age វាមាន object ប៉ុណ្ណេះ object វាមាន property ប៉ុណ្ណេះអានេះហៅ object ក្នុង object មាន property ចឹងមកក្នុង property មាន key value ចឹងមក Dina នេះជា key 22ជា value ចឹងមកដល់ពេលក្នុងនេះ getting value by key អញ្ចឹងយើងអាចទាញតម្លៃតាមរយៈ key អញ្ចឹង age.get Alice អញ្ចឹង Alice ជា key អញ្ចឹង value របស់ Alice ហ្នឹងបាន25អញ្ចឹងនេះ Alice age 25អញ្ចឹងមកហ្នឹង get key get value by key ហើយយើងក៏អាចដាក់លក្ខខណ្ឌ check if key exists យើងក៏អាច check ថា key ហ្នឹងមានអត់ Bob ហ្នឹងមានអត់អញ្ចឹង age content key Bob អញ្ចឹងបើសិនបើវា content មាន key Bob ហ្នឹងចាំ print បើអត់មានទេគឺអត់ print ទេអញ្ចឹងដោយសារវាមាន Bob អញ្ចឹងវា print Bob is in the map អញ្ចឹង check if value exists អញ្ចឹងយើងក៏អាច check ថា value មានអត់អញ្ចឹង content value អញ្ចឹង key យើងដាក់ content key ហើយបើយើងចង់ check hasmap ហ្នឹងមាន value នឹងអត់ content value ចឹងមកអញ្ចឹងបើមាន28វា print មកអញ្ចឹងមកណា if true បន្តមកទៀតយើង update value អញ្ចឹង age put Alice 26ហ្នឹង update key update value របស់ key Alice ចឹងមកចេះបន្តមកទៀតយើង remove អញ្ចឹង age.remove Charlie ចឹងមក .remove ចឹងមកហ្នឹង function ស្រាប់ដែល Java មានបន្តមកទៀតយើងធ្វើការ alternative iterate អានេះយើង iterate យើង loop អានេះយើង loop through hasmap កន្លែងនេះអញ្ចឹង for string age.keyset យើងឲ្យឈ្មោះវាថា name មួយអញ្ចឹង name is age get name years old អញ្ចឹងកន្លែងហ្នឹង all entry នេះ Dina is 20 name Dina is print ហើយដល់បន្តមកទៀតយើង get age.get name អូខេហើយនឹងយើងត string years old អូខេអូខេ name នេះយក name នេះយើងយកឈ្មោះហើយបន្ទាប់មកយើងយកអាយុអូខេ Bob អានេះយើង loop key set យើង loop key set អញ្ចឹងពេលយើង loop key set យើងបានឈ្មោះហើយនឹងអាយុបន្តមកទៀតរបៀបយើង loop មួយបែបមួយទៀតគឺយើង loop យើងថា alternative iteration យើង for var entry យើងប្រកាសអាញ្ញត្តិ entry មួយតមកទៀត age.get entry set នេះយើងប្រើ key set នេះ entry set ដល់ពេល entry set entry.get key get key នេះ Dina តមកទៀតសញ្ញាព្រួញ get value 22ចឹងមកអញ្ចឹង get value ចេញ value entry.get key ចេញ key អានេះយើងប្រើ entry set ដល់ពេល key set យើងសរសេរបែបផ្សេងមួយទៀតអញ្ចេះមកហើយវាចេញអញ្ចេះអាហ្នឹងរបៀបយើងធ្វើការ loop through hasmap
ហេតមកទៀត practical hash map example ទេនេះយកទៅ example យកទៅអនុវត្តខ្លួនឯងទៅមាន scanner បញ្ចូលតម្លៃអញ្ចឹងមកខ្ញុំរំលងកន្លែងហ្នឹងអញ្ចឹង hash map វាមាន key value add or update entry get key content key check if key exists content value ពិនិត្យថាតើ value ហ្នឹងមានអត់ remove key យើង remove key ហ្នឹងហើយ key set get all key value get all value ហើយ entry set get all key value pair អូខេនេះឧទាហរណ៍ខាងលើមានឥឡូវយើង apply អ្វីដែលយើងរៀនមិញហ្នឹងទៅចូលក្នុង enhancement student management system របស់យើង apply បញ្ចូលព្រោះយើងនឹងធ្វើការ update អាហ្នឹងអញ្ចឹងយើងនៅសល់ប្រហែល20នាទីទៀត refactor the week 3 university management system ហ្នឹងមានថាយើងនឹងធ្វើការបច្ចុប្បន្នភាព update ប្រព័ន្ធសប្តាហ៍មុនហ្នឹង week 3 ហ្នឹងមក apply interface collection array list hash map ហើយនឹង enhance feature using collection operation អញ្ចឹង feature ថ្មី search student by various criteria យើងអាចស្វែងរក filter student ទៅតាម criteria ផ្សេងៗទៀត short student by different attribute ហើយនឹង statically report course enrollment system ហើយនឹង performance tracking អូខេអញ្ចឹង step by step implementation step 1 define interface អូខេអញ្ចឹងខ្ញុំបង្កើត hand on project student management system ខ្ញុំបង្កើត package មួយខ្ញុំបង្កើត package មួយនៅក្នុង SRC ហ្នឹងកន្លែងនេះមើលមែនតើព្រោះឲ្យពេលយើងធ្វើ assignment ប្រកាសជាឲ្យ update តហើយ refactor តអញ្ចឹងខ្ញុំដាក់ឈ្មោះproject ខ្ញុំបង្កើត package hand on project មួយអញ្ចឹងខ្ញុំ define interface searchable មួយអញ្ចឹង interface for entity that can be searched អាហ្នឹងយើង search យើងបង្កើត interface search មួយហើយពេលយើង search យើងត្រូវដាក់ keyword អញ្ចឹង interface មាន method match មួយដោយមានអាញ្ញត្តិ keyword អញ្ចឹងមកអញ្ចឹង searchable interface searchable មួយនៅក្នុង package hand on project yes sorry searchable អូខេ searchable ខ្ញុំមាន boolean match method boolean មួយហើយមាន parameter keyword តមកទៀតខ្ញុំបង្កើត interface displayable វាខុសទៀតហ្នឹងអូខេក្នុង interface displayable ខ្ញុំមាន method display មួយហើយនឹងមានអានេះគេហៅអីគេមិញគ្នាយើង constant get role មួយតមកទៀតខ្ញុំមាន interface comparable មួយ interface for comparing entity ដោយយើងធ្វើការបក for sorting សម្រាប់ធ្វើការ sort ទិន្នន័យ comparable comparable ខ្ញុំមាន compare to មួយ method ជាប្រភេទ integer compare to t អញ្ចឹង interface for comparable entity for sorting អូខេតមកទៀតខ្ញុំ class version ដែលយើងពីសប្តាហ៍មុនយើងនឹង update
class person ដើម្បី implement interface searchable និង displayable នេះអញ្ចឹងខ្ញុំ create class person មួយអូខេចឹង class person នេះជា abstract class implement interface 2ដែលយើងបង្កើតមិញនេះតមកទៀតយើងមាន attribute ឈ្មោះអាយុ ID email ដែលសប្តាហ៍មុនយើងដូចគ្នាប៉ុន្តែអ្វីដែលខុសគ្នាគឺ implement ពី interface នេះដល់យើង apply interface តមកទៀត constructor person ហើយ implement searchable interface នេះ match keyword នេះ keyword របស់ searchable interface ហើយក្នុងហ្នឹងយើង implement មកយើងពេលយើងបោះពេលយើង search យើងបោះពាក្យមកបន្តមកទៀតយើង convert ពាក្យហ្នឹងទៅជាអក្សរតូច lower case បន្តមកយើង return បើសិនជា lower case នៃពាក្យ keyword ហ្នឹងមាន content មានតែបើសិនជាមានអញ្ចឹង name .lower .to lower case convert ហ្នឹងទៅជា lower case ហើយ content មាន id .to lower case content មានអត់នេះសញ្ញាឬក៏សញ្ញាអអញ្ចឹងឈ្មោះយើង search តាមឈ្មោះឬក៏ id ឬក៏ email បើសិនជាក្នុងចំណោម3នឹងមានគឺ return value មកអញ្ចឹងអានេះ getter setter ទេនេះ get name នេះយើង getter setter attribute 4នេះអញ្ចឹង getter setter អូខេបន្តមកទៀត student class ជាមួយនឹង course management អញ្ចឹងយើង enhance student class ពីសប្តាហ៍មុន student មានស្អីខ្លះឥឡូវយើងយក student យើង extend class person ដូចសប្តាហ៍មុនដែរអញ្ចឹងខ្ញុំកើត class student ម្ដងទៀតទៅអញ្ចឹង student extend person student ជា child class person ជា parent class មាន attributes major GPA ហើយនឹងមាន array list ជាប្រភេទ string enrollment enroll course ដែលបានចុះឈ្មោះហើយនឹង hash map ដែលយើងទៅមានហើយមិញ course grade យើងមក course to grade យើងមកអញ្ចឹង hash map យើងដឹងហើយមិញមាន key មាន value key ជា string value ជា string ដែរអញ្ចឹងមកតមកទៀតយើងដាក់វាបញ្ចូលទៅក្នុង constructor ទាំងអស់អូខេអត់អីទេនេះ display method របស់ student display info យើងមាន display info ប៉ុណ្ណេះមកតមកទៀតយើងដាក់លក្ខខណ្ឌ enrollment course MT is MT ប៉ុន្តែយើងដាក់សញ្ញាទានមួយទៅជាមិន MT វិញបើសិនជាមិនតទេមានន័យថាបើ enroll course ហ្នឹងអត់បើសិនជា enroll course ហ្នឹងមានតម្លៃធ្វើការងារមួយនេះ print cost ហើយនឹង loop cost ហ្នឹងមាន grade cost.get cost អីចឹងមកអញ្ចឹង print cost grade បើវាមិនណាល់ទេកន្លែងនេះយើង loop នេះយើងដាក់លក្ខខណ្ឌ if else ប៉ុន្តែយើងសេ short way grade if null if មិន null បើសិនជា grade អត់ null ទេគឺ print តម្លៃនេះប៉ុន្តែបើវា null in progress អញ្ចឹងមកអញ្ចឹងកន្លែងហ្នឹងដូចយើងសេ if else អញ្ចឹងកន្លែងហ្នឹងតមកទៀតយើងមាន get role មួយ method return student role គាត់ជា student course management method យើងមាន enroll course អញ្ចឹងកន្លែងហ្នឹងយើងសិក្សា validation ទៀតហើយបើសិនជា enroll course ហ្នឹង content cost ប៉ុន្តែឥឡូវមិន content cost វិញយើងដាក់សញ្ញាឧទានពីមុខនេះមិន content cost ហ្នឹងទេអញ្ចឹង add cost បន្តមកទៀត print enroll in cost អញ្ចឹងកន្លែងនេះយើង add បើសិនវាអត់មានបានយើង add បើសិនវាមានទេ already enroll
ចឹង drop cost មានន័យថាយើងលុប cost ហ្នឹងចោលចឹងមានន័យយើង enroll.remove បើសិនវា remove អញ្ចឹង drop បោះ message ថា drop ទៅ .remove យើងប្រើ remove មិញណាយើង remove ចេញពីអីនេះ cost grade ហ្នឹងជាអី cost grade ហ្នឹងជាអីនេះជា hash map អញ្ចឹងយើង remove ចេញពី hash map អូខេអញ្ចឹង .remove តមកបើ remove success drop បើតែយើងសិក្សា validation ឡើយនេះ if we remove ប៉ុន្តែបើអត់ទេ not enroll អត់យើងបោះថាវាអត់មាន enroll អីអញ្ចឹងមកតមកទៀត assign grade នេះយើងមាន cost មាន grade អូខេនេះ method របស់ student ទៀត assign grade អញ្ចឹងយើង validation សិនថាតើ content cost នឹងមានអត់បើមាន assign grade ឲ្យវាមកបើអត់មានទេ not enroll cost ហ្នឹងអត់មានតន enroll ចូលទេកន្លែងនេះ get enroll cost យើងធ្វើការ print return enroll cost ហ្នឹងចេញពី array list ដែល enroll cost ហ្នឹងយើង store នៅក្នុង array list នេះយើងប្រកាសមកនេះ enroll cost ជា array list អញ្ចឹង enroll cost ជា array list អញ្ចឹងមាន method get enroll cost មានន័យថាយើង return cost ដែល enroll ហ្នឹងដល់ពេលនេះ method get GPA យើង return GPA set GPA យើង assign GPA ឲ្យនឹង get major យើង return major និង set major យើង assign major ឲ្យអញ្ចឹងមកអានេះ method ដែលយើងទុកយកទៅប្រើយើងប្រកាសអញ្ចឹងបន្តមកទៀត is honor roll តើមាន student ណាដែលមាន GPA ធំជាងឬក៏ស្មើ 3.5 អត់បើវាមានន័យថាគាត់គឺជា honor roll ហើយតមកទៀតកន្លែងនេះ match កន្លែងនេះសម្រាប់ search ណា method match ដែលវា override ចេញពីអី override ចេញពី searchable នេះ match អញ្ចឹង student មិនធ្វើការ implement មិនធ្វើការ extend person ហើយ person ហ្នឹងមិនធ្វើការ implement ចេញពី implement interface 2នេះអញ្ចឹងនៅពេលដែល student ធ្វើការ extend person ហ្នឹងក៏គាត់អាច class ហ្នឹងក៏អាចធ្វើការ override method នៅក្នុងinterface ហ្នឹងបានដែរអញ្ចឹង method match ធ្វើការ search នេះជា super សម្គាល់ថា override ចេញពី super class ឬក៏ parent class person នេះអញ្ចឹង keyword ឬក៏ major.to lowercase .content keyword.to lowercase អញ្ចឹងមិនកន្លែងនេះមានថា search ឬក៏យើងធ្វើការ convert keyword ទៅជាអក្សរតូចហើយ search អូខេនេះខ្ញុំបញ្យល់ class មិនខ្លាយគេ class student ប៉ុណ្ណឹងតមកទៀតយើង enhance management system with collection យើង apply collection ចូលអញ្ចឹងខ្ញុំបង្កើត class មួយទៀត enhance university system class នេះច្រើនដោយសារអ្វីទាំងអស់មុខងារទាំងអស់ដែលត្រូវយកមកប្រើគឺយើង implement នៅក្នុង class មួយហ្នឹង class មេគេហ្នឹងអញ្ចឹងមានស្អីខ្លះមាន hash map មាន array list hash map people by id នេះយើង id to person array list នៃ object អញ្ចឹង array list នៃ student អញ្ចឹង object student array list នៃ string available cost scanner ដើម្បីបញ្ចូលតាមរយៈ console ឲ្យគ្នាយើងបញ្ចូលតម្លៃមកអញ្ចឹងអានេះ constructor របស់ enhance university class ហ្នឹងអានេះ initialize cost អានេះខ្ញុំបញ្ចូល cost ឲ្យគ្នាយើងឲ្យមានបញ្ចូលជា static data នៅក្នុងហ្នឹងឲ្យមានទៅអញ្ចឹង cost ហ្នឹងស្អីខ្លះនេះ cost ហ្នឹងមានស្អីគេstring ជា array list នៃ string អញ្ចឹងដល់ពេលបញ្ចូលយើងបញ្ចូលមាន cost cs 0 101
introduction to programming ខុសនេះ data structure អញ្ចឹងមក bla 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 អញ្ចឹងមកតមកទៀតយើង display menu យើងមានប៉ុន្មានមាន1 add student display all student search by key ថ្មី find by student id display on a roll enroll student in course drop student from course assign grade display available course show statistic list student by major ហើយនឹង exist ចាក់ចេញចឹង method add student ទៅលើវិញកុំតន់វិលមុខ method add student ចឹងយើងមាន method add student យើង add student មកមានឈ្មោះអាយុ id ហើយនឹង search content key content id អត់ exist បើសិនជា id មានហើយយើងបោះ message ថា id already exist នេះយើងប្រើពាក្យ content key ហើយ email major ហើយនឹង GPA យើងអាចបញ្ចូលពីចន្លោះពី 0.0 រហូតដល់ 4.0 យើងដាក់ឲ្យគេមើលទៅតមកទៀត object student constructor របស់ student អានេះតមកទៀត people by id .put id ហើយនឹង student people id មក by id មកពីណានេះ people by id មកពីនេះ hash map key value key string value person ហើយ person ហ្នឹងគឺ class person មួយនេះមានឈ្មោះ age id email អូខេកន្លែងណាមិញអូខេកន្លែងនេះហើយ student add student add បញ្ចូលមក add student នេះ add student នេះដល់ពេលយើងធ្វើការ implement ប៉ុណ្ណឹង success យើងបោះ message ថា student add successfully អញ្ចឹងមកអានេះ display all student យើងទៅមើល object student ថាវាតទេអត់បើវាតទេយើងបោះ message ថា no student in system ហើយ return តទេមកប៉ុន្តែបើវាអត់តទេទេយើង loop student ហ្នឹងមានប៉ុន្មាន loop មក integer 0 loop តាមរយៈ size មានប៉ុន្មានហើយបុកចឹងមកអានេះ loop ជា traditional loop របស់យើងហើយមើលទៅ student ទី1ទី2ទី3បូកបន្តមកដល់ print repeat អានេះជា 40 តមកទៀតយើង count total student យើងយក object student .size កន្លែងនេះ search by keyword enter keyword មកហើយបន្តមកទៀតយើងมันមាន array list នេះ person មួយហើយ person ហ្នឹងយើង loop person ហ្នឹងមកតាមរយៈដោយ people id .value ហ្នឹងអញ្ចឹង person នេះ .match keyword ដែលគេបញ្ចូលមកអត់ហើយអា match មិញហ្នឹងយើង implement នៅក្នុង student ហើយនេះកន្លែងនេះ person នេះមានហើយអញ្ចឹង result.add អញ្ចឹងបើសិនជា keyword នឹងមាន value នឹងមានយើងបញ្ចូលតម្លៃវាចូលក្នុង array list នៃ person នេះមកតមកទៀតបើសិនវាអត់មានទេតម្លៃវាទេយើងថា no result found អញ្ចឹងមកបើសិនវាមានយើង print មក print value ដែលយើង filter ឃើញមកនេះ find by id ដូចគ្នាបញ្ចូល id មកបើសិនជាហើយបន្តមកទៀត get by id មកអញ្ចឹងបើសិនជា object ហ្នឹងមិនទៅទេបើវាមាន found អញ្ចឹងមកហើយ display info មកប៉ុន្តែបើអត់មានទេ no person found អញ្ចឹង person not found អញ្ចឹងមកនេះ display on a roll ដែលយើងប្រាប់ថាបើសិនវាមាន student ណាគាត់មាន GPA ធំជាងទៅស្មើ5យកចេញមកបើអត់មានទេក៏អត់ទៅ dot on a roll អញ្ចឹងមកបើសិនជា empty no on a roll ប៉ុន្តែបើមាន loop ចេញមក enroll course បញ្ចូលមុខវិជ្ជា
ចឹង enter student ID បញ្ចូល ID របស់សិស្សមកចង់បញ្ចូលទៅឲ្យសិស្សណា person ទៀតខ្លះ person នេះជា super class ហើយ get ID មក ID មិនណាល់ឬក៏ instead of student ហ្នឹងមិនទៅទេបើសិន ID ណាល់ឬក៏ person instead of student ហ្នឹងមិនមានមិន true នេះបានន័យថា false ចឹងយើងថា student not found អញ្ចឹងមក return ទៅទេប៉ុន្តែបើវាមាន object student មកនឹង person ជាប្រភេទ student តមាន available cost ខុសដែលយើងបានបញ្ចូលជា static មិញនោះយើងloop ឲ្យគេមក cost.get i មក cost ដែលយើងបញ្ចូល static មិញមានប៉ុន្មាននេះមានប៉ុណ្ណេះអូខេអញ្ចឹង indoor cost មិញ variable cost loop មានអត់ enter cost number ចូលលេខតាមរយៈ index របស់ array នេះមិញហ្នឹងនេះ drop cost ពេលយើងចង់ drop cost ក៏យើងទៅវាធ្វើរក student ហ្នឹងទៅមាន student នឹងអត់ចង់ drop ហ្នឹងតទៅទៀត array enroll student will get enroll cost ទេនេះ enroll get បន្តមកទៀត enroll empty បើសិនជាយើងសិក្សាថាបើ enroll នឹង empty ទេ student អត់បានចុះឈ្មោះក្នុង course ហ្នឹងទេនៅក្នុង course មួយហ្នឹងទេប៉ុន្តែបើ student បានចុះឈ្មោះ enroll course អីចឹងមក .get i get course ហ្នឹងតមកទៀត enter course number to drop ចឹងបញ្ចូល course number មកអានេះយើងអនុញ្ញាតគេបញ្ចូលតមកយើង drop cost ហ្នឹងយើងដកចេញ enroll.get cost ហ្នឹងដកចេញយើងដក cost ហ្នឹងចេញពី student ហ្នឹងអានេះ assign grade បញ្ចូល grade ឲ្យសិស្សចឹងដើម្បីបញ្ចូល grade ឲ្យសិស្សយើងទៅរកសិស្សថាតើសិស្សមានអត់បើមានបើអត់មាន return student not found បើមានធ្វើការបន្តទៀតកន្លែងនេះយើងហៅតើ student បានenroll នៅក្នុង course ហ្នឹងអត់បើអត់ទេ not enroll ចឹងមកបើ enroll ធ្វើការបន្តទៀតហើយដាក់ grade នោះមាន A B C D E F A B C D F អញ្ចឹងមកបើបញ្ចូលខុសពីហ្នឹង invalid អញ្ចឹងមក display available cost អញ្ចឹងយើង loop available cost មានប៉ុន្មានបន្តមកទៀតយើង show statistic system statistic អញ្ចឹង total student.size អញ្ចឹងមកបន្តមកទៀតបើសិនជា student empty no data display អញ្ចឹងមកប៉ុន្តែបើមានបន្តការងារទៀតខាងក្រោមមកទៀតមក total GPA យើង assign តម្លៃ0តមកយើង loop student ដោយ get GPA តមកទៀតយើង calculate GPA ស្មើនឹង total GPA ចែកឲ្យចំនួន student សរុបតមកយើងឃើញហើយយើង format ក្រោយគ្រាសពីខ្ទង់ 2f នេះមាន format average ហ្នឹងមធ្យមភាគហ្នឹងយកក្រោយគ្រាសពីខ្ទង់តមក honor count យើងប្រកាសអាញ្ញត្តិ honor count ស្មើ0 1អញ្ចឹងយើងសិក្សាថា is honor roll អត់បើ is honor roll យើងបូកមកអូខេអានេះយើង print ចេញមក student my major count student loop ចេញពី student get major អានេះ major count យើង put key value major
major count នេះជាអីគេជា hash map នេះមាន key មាន value មាន key មាន value អញ្ចឹងដល់ពេលយើងបញ្ចូលជា key ជា value ដូចគ្នាគេមិញយើងដល់ណាមិញ major count អូខេចូលជា key ជា value អូខេ student by major អញ្ចឹង loop major ចេញមកអានេះយើងប្រើ key set ដែលយើងរៀនឲ្យមុនមិញណាយើងប្រើ loop មក most popular course យើងរក popular course ទៀតយើងរក popular course ហ្នឹងមិនវិញយើង loop student មកមាន student ណា register course ហ្នឹងច្រើនជាងគេហ្នឹង popular course ហើយបើសិនជា course enroll is empty course in empty ចឹងមកហើយនេះ list by major student by major នេះ list គ្រប់ student by major នេះ hash map string array list នៃ student ដល់ពេល for loop ចេញមក no student system បើសិនជា empty បើវាទៅទេអត់មាន student ហើយបើវាមិនទៅទេបន្តមក loop នេះទៀតមកឃើញ total តមកទៀតទាំងអស់ហ្នឹងជាអញ្ញត្តិជា function ដែលយើងសរសេរទាំងអស់ហើយយើងយកមក run នៅក្នុងនេះ method run យើងបង្កើត method run មួយ welcome to enhancement university management system ចឹងមកយើង switch case ដាក់ option ឲ្យគាត់រើសទៅបញ្ចូល display search អីចឹងមកតមកទៀតយើងយកអា method run មិញមកដាក់នៅក្នុង system.run នៅក្នុង main method មកដើម្បី run កម្មវិធីទាំងមូលហ្នឹងខ្ញុំសាក run ចឹងពេលយើង run ចេញមកយើងឃើញ enhance university student មានបញ្ចូលសិស្ស display all student search មានតាម menu ចឹងមកអញ្ចឹងខ្ញុំសាកបញ្ចូលមួយ option 1ឈ្មោះសុកស្រីហា23អាយុ ID 123 email សុកស្រីហា @mail.com major programming GPA ខ្ញុំដាក់ 3.8 អញ្ចឹង successfully សិស្សបញ្ចូលហើយអញ្ចឹងប្រព័ន្ធរបស់យើងនឹងឲ្យរើស menu ទៀតបញ្ចូលបន្តទៀតឬក៏ប្រើ function ផ្សេងអញ្ចឹងខ្ញុំប្រើ function display ឬក៏ខ្ញុំប្រើ function find by keyword ខ្ញុំប្រើ function លេខ3ខ្ញុំបញ្ចូលលេខ3អញ្ចឹង enter keyword ខ្ញុំដាក់សីហាអញ្ចឹងមិញខ្ញុំដាក់សីហា keyword អញ្ចឹង result found 1អញ្ចឹង student information មានអញ្ចឹងអត់ទាន់បានចូល cost ទេអញ្ចឹង cost 0អញ្ចឹងយើងចង់ចូល cost បញ្ចូលទៀតមកប៉ុន្តែខ្ញុំអត់បញ្ចូលទេខ្ញុំចូលយក option 12 exist អូខេដល់ពេលយើង exit thank you goodbye អញ្ចឹងទៅនេះកម្មវិធីដែលយើង apply ជាមួយនឹង collection release Java collection framework interface ហើយនឹង class តមកយើង enhance បានប្រព័ន្ធនឹងមួយប៉ុណ្ណឹងនេះយើងមានន័យឆ្ងល់មានន័យឆ្ងល់អត់អានេះយើង implement មិញក្នុង IDE ហើយបើអត់មានឆ្ងល់នេះ homework របស់យើង
task 1 add link list feature ត្រូវតែធ្វើហ្នឹង add a feature to track student attendance using link list អញ្ចឹងបញ្ចូល feature មួយមានន័យថាយើងត្រូវធ្វើ feature មួយដើម្បី check attendance student ហើយបញ្ចូលហ្នឹងយើងបញ្ចូលជា link list អញ្ចឹង link list student attendance យើងបង្កើតអញ្ចឹងមកណា in student class ហ្នឹងបញ្ចូលនៅក្នុងបង្កើតនៅក្នុង student class បង្កើតនៅក្នុង class student មួយនេះយើងធ្វើតពីអា hand on project នេះយើងធ្វើតពីអាហ្នឹងអញ្ចឹងយើងដាក់ feature student attendance មួយនៅក្នុង student class នេះឥឡូវយើងមាន attribute ប៉ុណ្ណេះអញ្ចឹងយើងទៅបង្កើតយើងបញ្ចូលប៉ុណ្ណេះថែមមួយទៀតមកតទៅទៀតយើង add method mark attendance ដាក់ attendance count attendance ហើយនឹង display attendance ហើយ show last 5 attendance date ហើយនឹង show attendance date ចុងក្រោយគេ5មកទៅទៀតទី2 preset for short name ត្រូវតែធ្វើដែរអញ្ចឹងអ្វីដែលត្រូវធ្វើមាន2ហ្នឹងទី1គឺ link list feature ដោយបង្កើត attendance មួយហើយនឹងមួយទៀត preset for short name ហ្នឹងយើង modify the system to display student in alphabet order display student ទាំងអស់ហ្នឹងតាមរយៈ order តាមរយៈalphabet A B C D អញ្ចឹងមក use preset to store student name display short student list ហើយ implement comparable interface in student class អញ្ចឹង implement comparable នៅក្នុង student class មួយនេះយើងមាន comparable អត់បាទមានត្រូវ implement comparable នៅក្នុង student class មួយមក version មិញដូចមាន comparable ណែ implement អានេះ comparable student ឥឡូវ implement extend person ប៉ុន្តែ person ហ្នឹង extend តែ2ទេតែ searchable និង displayable ទេអញ្ចឹង implement comparable មួយទៀតមកដើម្បី compare អញ្ចឹង implement comparable interface in student class អញ្ចឹងយើង implement នៅក្នុងណានៅក្នុង class person ដូច hand on project អញ្ចឹងដល់ឡែក task 3នេះបើគ្នាយើងចង់ធ្វើក៏ធ្វើបើអត់ក៏អត់ទៅអាហ្នឹងអត់អីទេប៉ុន្តែបើចង់ចេះបន្ថែមធ្វើអាហ្នឹងមួយទៀតទៅរត់តែល្អមានចម្ងល់ទេតាក់ទងមួយ homework បាទមានខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹង